តោះសួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះយើងបន្តការងារយើងតទៀតអញ្ចឹងយើងមើលលំហាត់របស់យើងទាំងអស់គ្នាគឺគេឲ្យយើងសង់តារាងភាពពិតនៃសំណើខាងក្រោមណាបាទអញ្ចឹងខ្ញុំសូមបញ្ជាក់បន្តិចមុននឹងយើងចាប់ផ្ដើមសង់បាទយើងរំលឹកមេរៀនបន្តិចណាបាទថ្ងៃវីដេអូមុនបាទគឺយើងបានរំលឹកតកតងជាមួយនឹងតារាងភាពពិតនៃឆ្នប់នឹងណាបាទអញ្ចឹងពេលនឹងអង្គុយនឹងនេះឆ្នប់នឹងគឺពិតនៅក្នុងករណីដែលពេលយើងហើយអង្គុយនឹងគឺពិតព្រមគ្នាណាបាទមួយទៀតគឺឆ្នប់ឬពេលឬគុយវាមិនពិតនៅក្នុងករណីពេលក៏មិនពិតគុយក៏មិនពិតមានន័យថាវាមិនពិតព្រមគ្នាបាទបន្ទាប់មកទៀតគឺមិនប៉ែគឺមានន័យថាផ្ទុយពីបាទផ្ទុយពីប៉ែណាមួយទៀតគឺតកតងជាមួយនឹងឆ្នប់នាំឲ្យប៉ែនាំឲ្យគុយមានន័យថាកន្លែងហ្នឹងគឺមិនពិតណាក្នុងករណីក្បាច់សន្យាមានថាប៉ែលេខ1គុយគឺជាលេខ0ប៉ែសព្វមូលគុយគឺពិតនៅក្នុងករណីវាដូចគ្នាបាទប៉ែហើយគុយហ្នឹងគឺដូចគ្នាណាមានថាប៉ែលេខ1គុយក៏លេខ1អាហ្នឹងពិតដែរឬក៏ប៉ែលេខ0បាទគុយលេខ0អាហ្នឹងគឺពិតដែរណាបាទអញ្ចឹងឥឡូវយើងនាំគ្នាមកមើលកិច្ចការងារយើងវិញបាទចំពោះលំហាត់កមួយនេះអ្នកនរគ្នាត្រូវមើលចំណុចសំខាន់2ណាដើម្បីសង់តារាងភាពពិតណាអញ្ចឹងចំណុចទី1នោះគឺអ្នកនរគ្នាត្រូវមើលអំពីប្រភេទបាទអញ្ចឹងប្រភេទរបស់យើងគឺមានចំនួន2ណាបាទប្រភេទ2គឺមានប៉ែហើយនិងគុយណាបាទហើយឆ្នប់របស់យើងណាបាទគឺឆ្នប់របស់យើងគឺមានចំនួនបាទឆ្នប់ណាអញ្ចឹងឆ្នប់យើងគឺមាននេះ1គឺមាន2ដែរអញ្ចឹងបូកចូលគ្នាទៅគឺមាន4ពេលយើងបូកចូលគ្នាទៅណាបូកចំនួននឹងចូលគ្នាទៅគឺមាន4អញ្ចឹងកន្លែងហ្នឹង4ហ្នឹងមានន័យថាអ្នកនេះគឺគេបែងចែកជា4បាទ4ប្រឡាស់ណាបាទ4ប្រឡាស់អញ្ចឹងឥឡូវយើងនាំនេះមើល4ប្រឡាស់យ៉ាងណាបាទអញ្ចឹងករណីនេះមានន័យថាយើងមាន4ប្រឡាស់នេះណាបាទ4ប្រឡាស់អញ្ចឹងចុះដល់ពេលចុះខាងក្រោមបាច់វិញបាទអញ្ចឹងការចុះខាងក្រោមនោះគឺយើងត្រូវមើលទៅលើករណីរបស់វាណាប៉ែយើងមានសិទ្ធអាចពិតហើយនឹងមិនពិតបាទគុយយើងក៏យើងអាចបង្កើតសំណើមួយដែលអាចពិតហើយនឹងមិនពិតបាទអញ្ចឹងពេលនោះវាយើងចាប់ជាលក្ខណៈគុំណាគុំគឺមួយនេះមកនេះបានមកករណីមួយនេះបានមកករណីអានេះមួយនេះបានមកករណីទៀតមួយនេះបានមកករណីទៀតអញ្ចឹងទាំងអស់មាន4ណាបាទមាន4ករណីប៉ុន្តែចំពោះករណីដែលយើងងាយស្រួលក្នុងការបាទក្នុងការសង្កេតនោះគឺគេដាក់បែបនេះណាបាទដាក់តារាងភាពពិតបែបនេះគឺទី1អ្នកនរគ្នាត្រូវកំណត់ប្រភេទសំណើដែលមានសិនគឺយើងត្រូវរកប៉ែរកគុយឲ្យសិនណាអញ្ចឹងដើម្បីបានទាំងមូលនេះអ្នកនរគ្នាត្រូវស្គាល់ណាមួយនេះសិនបាទអញ្ចឹងយើងត្រូវរកមិនគុយសិនបន្ទាប់ពីយើងរកមិនគុយរួចរាល់ហើយយើងនឹងភ្ជាប់មិនគុយហ្នឹងជាមួយនឹងប៉ែដោយឆ្នប់នឹងណាបាទនឹងមិនគុយបាទនេះហើយគឺជាអត្ថន័យរបស់យើងណាបាទអញ្ចឹងឥឡូវយើងចាប់ដើមមកមើលទៅលើការដាក់វិញណាអញ្ចឹងការដាក់គឺអ្នកនរគ្នាដាក់បែបនេះគឺយើងដាក់ពិតមុនក៏បានមិនពិតមុនក៏បានហើយយើងដាក់ពិតមុនអញ្ចឹងណាបាទអញ្ចឹងដើម្បីកុំឲ្យវាច្រឡំច្រឡំ4ករណីហ្នឹងគឺយើងដាក់ពិតឲ្យដាច់ចេញគ្នាតែម្ដងគឺពិត2បាទមិនពិត2ហើយបន្ទាប់មកទៀតអ្នកដាក់បែបនេះណាគឺដាក់ពិត1មិនពិត1ឆ្លាស់គ្នាបែបនេះមកណាបាទអូខេអញ្ចឹងពេលហ្នឹងគឺអ្នកគ្នាត្រូវមើលនិយមន័យណាមិននៃគុយមានន័យថាសំណើហ្នឹងគឺផ្ទុយពីគុយបាទគុយលេខ1មិនគុយលេខ0គុយលេខ0មិនគុយលេខ1នេះគឺលេខ0បាទនេះលេខ1នោះប្រឆាំងគ្នារហូតណាបាទចុងក្រោយគឺអ្នកនរគ្នាត្រូវសង់
សំណាពីរហ្នឹងជាប់នៅដល់ឆ្នប់នឹងនេះណាបាទអញ្ចឹងឆ្នប់នឹងនេះគឺឆ្នប់នឹងរវាងសំណាប៉ែនិងមិនគុយណាអញ្ចឹងបងប្អូនមើលប្រឡាស់ពីរនេះប្រឡងដែលខ្ញុំគូសសញ្ញាព្រួយពីហ្នឹងគឺឆ្នប់នឹងត្រូវចងចាំថាតតែមួយបានចេញលេខ1អញ្ចឹងអាប្រឡាស់នេះគឺលេខ1នេះនេះហ៎ប្រឡាស់ហ្នឹងទៅចេញលេខ1បាទខាងពីហ្នឹងគឺ0ទាំងអស់ណាបាទអញ្ចឹងយើងនាំដាក់មកគឺ0តោះនេះបាទគឺយើងមើលតែករណីពិសេសហ្នឹងទេណាបាទគេមើលបែបហ្នឹងតោះនេះបាទអញ្ចឹងនេះគឺជាការដាក់តារាងភាពពិតណាបាទឥឡូវយើងនាំនេះមកមើលទៅលើខាងក្រោមវិញតើកន្លែងហ្នឹងមានប៉ុន្មានប្រឡោះណាបាទហើយចុះក្រោមមានប៉ុន្មានអញ្ចឹងអ្នកនរគ្នាទី1យើងត្រូវមើលប្រភេទបាទប្រភេទសំណាយើងរាប់ទៅគឺប៉េគុយអែបាទមាន3ឆ្នាប់របស់យើងណាឆ្នាប់របស់យើងគឺមាន1 2 3បាទមាន3ដែរអញ្ចឹងយើងបូកបញ្ចូលគ្នាទៅឃើញថាវាមាន6ណាអញ្ចឹងប្រឡោះដែលនេះយើងត្រូវបែងចែកនោះគឺមាន6ប្រឡោះបាទមាន6ប្រឡោះអញ្ចឹងប្រឡោះទី1បាទដល់រហូតដល់ទី6ហ្នឹងគឺយើងត្រូវបែងចែកវាច្បាស់ហើយអ្នកនរគ្នាត្រូវមើលណាបាទមុនដំបូងគឺការបែងចែកអ្នកនេះត្រូវកំណត់ប្រភេទសំណាអស់សិនអញ្ចឹងប្រភេទយើងមានប៉េមានគុយមានអែបាទអស់ហើយអញ្ចឹងដើម្បីបានទាំងមូលនេះអ្នកនេះត្រូវស្គាល់ដុំនេះសិនបាទហើយដើម្បីស្គាល់ដុំហ្នឹងសិនតើយើងស្គាល់មិនគុយសិនណាអញ្ចឹងយើងត្រូវរកមិនគុយសិនបញ្ចុះមកទៀតយើងត្រូវរកដុំក្នុងនេះបាននេះដុំក្នុងនេះបានវិញណាតោះនេះបាទអញ្ចឹងពេលដែលយើងរកដុំហ្នឹងគឺយើងភ្ជាប់រវាងប៉េនាំឲ្យមិនគុយនេះបាទពីនេះណាអញ្ចឹងប៉េនាំឲ្យមិនគុយបាទអញ្ចឹងពេលនោះអ្នកនរគ្នារកឃើញប៉េនាំឲ្យមិនគុយរួចរាល់ហើយគឺយើងត្រូវចាប់ផ្ដើមរកបាទទាំងមូលតែម្ដងណាអញ្ចឹងទាំងមូលរបស់យើងគឺជាប៉េនាំឲ្យគុយនាំមិនគុយនិងបាទនឹងអែបាទនេះគឺជាសំណាដែលយើងរកអញ្ចឹងដូចដែលយើងបានបង្ហាញមុនហ្នឹងអញ្ចឹងគឺបើប៉េយើងអានបង្កើតបាន2គុយមាន2បាទអែមាន2អញ្ចឹងបើអ្នកនរគ្នាបែងចែកជាម៉េចទៅមានន័យថាវាអាចមាន8បាទអញ្ចឹងការដាក់នោះបើសិនថាបើយើងចេះដាក់ច្រឡំធ្វើយើងពិបាកក្នុងការដាក់ទៅវាខ្លាចវាជន់គ្នាណាអញ្ចឹងដើម្បីកុំឲ្យវាជន់នេះគឺយើងដាក់បែបនេះណាបាទទី1គឺអ្នកនរគ្នាត្រូវដាក់បាទយើងត្រូវដាក់ប៉េយើងគឺ8បែងចែកជា4ប៉ិត4មិនប៉ិតណាអញ្ចឹងយើងត្រូវដាក់ប៉ិតមុនបាទប៉ិតមុនទៅប៉ិត4មិនប៉ិត4ណាបាទឲ្យសុំដាក់ឲ្យត្រូវជួរបន្ទាប់មកទៀតគឺគុយចំពោះគុយហ្នឹងគឺអ្នកនរគ្នាត្រូវមើលនេះ4យើងចែកនឹង2ទៅសល់2ណាយើងដាក់2ប៉ិតបាទមិន2មិនប៉ិត2ប៉ិត2មិនប៉ិតគឺយើងសុំមិនដាក់ឆ្លាស់គ្នាបែបនេះណាបាទតមកអែគឺអានេះយកចែកនឹង2ឃើញ1បាទអញ្ចឹងកន្លែងហ្នឹងដាក់10 10 10 10ឆ្លាស់គ្នាបែបហ្នឹងមកណាបាទអញ្ចឹងមិននៃបាទមិននៃអាណាគឺផ្ទុយពីហ្នឹងបាទអញ្ចឹងមិនគុយគឺត្រូវតែផ្ទុយពីគុយបាទអញ្ចឹងផ្ទុយហ្នឹងគឺទៅជាលេខ00សំដៅ00110011បាទហើយនេះគឺជាឆ្នាប់នាំឲ្យអ្នកនេះណាត្រូវមើលទី1គឺប៉ែទី2គឺមិនគុយលេខនេះលេខ1លេខនេះលេខ0ទៅក្បត់សញ្ញាអញ្ចឹងនេះហើយប្លានេះគឺក្បត់សញ្ញាមួយណាបាទក្បត់សញ្ញាមួយគឺចេញលេខ0មួយនេះក៏ក្បត់សញ្ញាដែរបាទក្បត់សញ្ញាដូចគ្នាអាហ្នឹងគឺចេញលេខ0នេះទទួលយកបានកែវហ្នឹងគឺទទួលយកបានទាំងអស់បាទអញ្ចឹងនេះគឺជាឆ្នាប់នាំឲ្យបន្ទាប់មកទៀតអ្នកនរគ្នាត្រូវភ្ជាប់វាដល់ឆ្នាប់នឹងជាមួយនឹងសំណាហ្នឹងមួយនឹងអែនេះបាទអញ្ចឹងនឹងអ្នកគ្នាបានដឹងទាំងអស់គ្នាថានឹងតតែប៉ិតព្រមគ្នាណាអញ្ចឹងយើងមួយនេះនិងមួយនេះគឺប៉ិតបាទដោយសារវាដូចគ្នាមួយនេះនិងមួយនេះក៏ប៉ិតដែរបាទមួយនេះក៏ប៉ិតដូចគ្នាដែរអញ្ចឹងប្រឡោះហ្នឹងគឺចេញលេខបាទចេញលេខ1ទាំងអស់
ក្រៅពីហ្នឹងគឺចេញលេខ0ណាបាទ0បាទនេះហើយគឺជាការសង់តារាងភាពពិតនៃសំណើមួយណាអញ្ចឹងខ្ញុំសូមបញ្ជាក់ម្ដងទៀតគឺយើងត្រូវបែងចែកប្រភេទបូកនឹងឈ្នាប់បាទអញ្ចឹងអ្នកនាងនាំគ្នាធ្វើកិច្ចការលំហាត់ខាងក្រោមនេះផងណាខ្ញុំចំពោះកិច្ចការអនុវត្តនេះគឺខ្ញុំសូមពន្យល់បន្តិចបាទអញ្ចឹងបើអ្នកនាងសង្កេតមើលទៅគឺបើតកតងនឹងប្រភេទមាន2ឈ្នាប់មានចំនួន3អញ្ចឹងវាមាន5ប្រឡោះណាបាទ5ចំពោះមួយនេះវិញគឺប្រភេទមាន3បាទហើយឈ្នាប់មាន3អញ្ចឹងមាន6ហើយបែងចែកជា8ណាបាទខាងលើកហ្នឹងគឺតែ4ទេដោយសារមានតែ2ប្រភេទខាងក្រោមនេះគឺបើយើងគិតមើលមានតែ2ប្រភេទទេបាទតែបើឈ្នាប់មានឬនឹងមិនបាទអញ្ចឹងមាន3អញ្ចឹងមាន5ប្រឡោះចំពោះខាងក្រោមយើងប្រភេទមាន3បាទហើយអ្នកនរគ្នារាប់ឆ្នោតទៅគឺមាន3អញ្ចឹងវាមាន6ប្រឡោះបាទអញ្ចឹងអ្នកនរគ្នានាំគ្នាយកទៅធ្វើកិច្ចការនេះឲ្យបានគ្រប់គ្នាណាខំប្រឹងឡើង